ចប់ចប់បាទនេះគឺដោយជនរំជាតិបានឃើញហើយគឺខ្ញុំសូមជម្រាបតាមត្រង់គឺខ្ញុំបាទដែលធ្វើអត្ថាធិប្បាយនឹងក៏ខ្ញុំបាទទប់ទឹកភ្នែកមិនបានដែរបាទបងខ្ញុំស្ដាប់អត់សូវបានអូកំហៀងមែនចាចាបងជួយមានភាសាលេខអូបងអូកំអៀងបាទដោយជនរំជាតិបានឃើញហើយនៅការលើកហាត់ប្រណម្យបួងសួងរបស់សម្ដេចនឹងលោកជំទាវគឺបង្ហាញឲ្យឃើញបាទគឺខ្ញុំបាទនិយាយស្ទើរមិនចេញទេបាទសតាអ៊ូលដាមកទាំងអស់គ្នាបាទព្រោះថាព្រឹត្តិការណ៍នេះគឺជាហេតុការណ៍មួយដែលកើតឡើងយ៉ាងឆាប់រហ័សស្មានមិនដល់បាទឧបទ្ទវហេតុនេះគឺកើតឡើងនៅក្នុងពេលដែលយើងទាំងអស់គ្នាកំពុងតែសប្បាយរីករាយតែពេល